ស៊ីចាប់ពង្រត់កុមារអ៊ុយក្រែនរាប់ពាន់នាក់ពីឪពុកម្ដាយរបស់ពួកគេទៅកាន់ប្រទេសរុស្ស៊ីបទល្មើសមួយទៀតគឺការសម្លាប់ជនស៊ីវិលដោយសារតែគ្រាប់មីស៊ីលរបស់រុស្ស៊ីបាញ់កំទេចអគារលំនៅឋានមន្ទីរពេទ្យសាលារៀនរបស់ពួកគេបទល្មើសមួយទៀតគឺការសម្លាប់ជនស៊ីវិលដោយទ័ពរបស់រុស្ស៊ីសម្លាប់និងធ្វើទរណកម្មក្រោយពីរដ្ឋអាជ្ញារដ្ឋICC សហការនឹងអាជ្ញាធរអ៊ុយក្រែនរកឃើញនៅរណ្ដៅសាកសពរួមនៅក្នុងទីក្រុង Mariupol ដែលមានសាកសពជាង 1000 នាក់ក្នុងនោះមានទាំងស្ត្រីនិងកុមារផងដែរការរកឃើញរណ្ដៅសាកសពមានច្រើនកន្លែងទៀតដែលគេហៅសាកសពរួមមានដូចជានៅតំបន់ Kharkiv និងតំបន់ Kherson ការរកឃើញនេះក្រោយពីកងទ័ពអ៊ុយក្រែនវាយរំដោះតំបន់នោះពីកងទ័ពរុស្ស៊ីជនរងគ្រោះក្នុងរណ្ដៅសាកសពនោះមានទាំងកុមារផងដែរអំពើអក្រិតកម្មមួយទៀតគឺរកឃើញជនរងគ្រោះជាជនស៊ីវិលស្លាប់នៅតាមដងផ្លូវដោយដៃរបស់ពួកគេចងស្លាបសេកមកក្រោយគឺនៅក្បែររដ្ឋធានីគៀវភាគខាងជើងនៃទីក្រុងមួយនេះដែលមានចម្ងាយប្រហែល60គីឡូម៉ែត្រការរកឃើញសោកនាដកម្មនេះក្រោយពីកងទ័ពរុស្ស៊ីដកចេញពីតំបន់នេះខណៈកងទ័ពអ៊ុយក្រែនវាយបកហើយបាញ់កំទេចរថក្រោះរថពាសដែករបស់រុស្ស៊ីរាប់សិបគ្រឿងដោយរុញឲ្យកងទ័ពរុស្ស៊ីបាក់ទ័ពនៅក្នុងអំឡុងពេលនោះគឺនៅដើមខែមិថុនាឆ្នាំ2022ពេលនោះហើយដែលរុស្ស៊ីបរាជ័យមិនអាចវាយចូលរដ្ឋធានីគៀវបានក្នុងការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ជាងនេះទៅទៀតមីស៊ីលរបស់រុស្ស៊ីរាប់ពាន់គ្រាប់បានបាញ់ទម្លាក់យ៉ាងធ្ងន់ធ្ងរទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនីដែលត្រូវជួយប្រជាជននៅពេលដែលរដូវរងាធ្លាក់មកដល់ធ្វើឲ្យប្រជាជនអ៊ុយក្រែនរស់នៅយ៉ាងវេទនាជាទីបំផុតដោយរកឃើញផុសតាងទាំងអស់នេះហើយ ICC សម្រេចថាលោកពូទីនប្រធានាធិបតីប្រទេសរុស្ស៊ីគឺជាអ្នកទទួលខុសត្រូវខ្ពស់ជាងគេបង្អស់ព្រោះតែបរិះរូបនេះបញ្ជាឲ្យរុស្ស៊ីលើកទ័ពជាង 25,000 នាក់ចូលលុកលុយប្រទេសអ៊ុយក្រែននៅថ្ងៃទី 24 ខែកុម្ភៈឆ្នាំ 2022 ឥឡូវនេះលោកពូទីនធ្លាក់ក្នុងពិរុទ្ធភាពរបស់ ICC គឺករណីអក្រិតកម្មសង្គ្រាមករណីអក្រិតកម្មប្រឆាំងនឹងមនុស្សជាតិនិងករណីប្រល័យពូជសាសន៍ដូច្នេះការចេញដីការបស់ ICC នាំឲ្យមានទស្សនៈយ៉ាងតិចចំនួន3កំពុងខ្វែងគំនិតគ្នាបញ្ចេញលើបណ្ដាញសង្គមឥឡូវនេះគឺជាការផ្ទៀងផ្ទាត់នៅទស្សនៈទាំង3នេះជាមួយនឹងឥទ្ធិពលអំណាចរបស់តុលាការអក្រិតកម្មអន្តរជាតិ ICC ដែលចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីដ៏មានអំណាចម្នាក់នេះទស្សនៈដែលថាជាពុំរួចទេដែលលោកពូទីនត្រូវបានចាប់ខ្លួនទៅកាត់ទោសនៅ ICC ក្នុងទីក្រុងឡាអេប្រទេសហូឡង់ពួកគេគិតថាការចាប់ខ្លួនលោកពូទីនបានវាត្រូវពឹងយ៉ាងខ្លាំងទៅលើប្រទេសទាំងឡាយណាដែលអនុវត្តនៅដីការបស់ ICC ដោយមិនខ្លាចញញើតចំពោះការសងសឹករបស់លោកពូទីននៅទីក្រុងមូស្គូនោះទេប៉ុន្តែប្រទេសទាំងអស់នោះគេអាចឃាត់ខ្លួននិងធ្វើបច្ចុប្បន្នបញ្ជូនលោកពូទីនទៅ ICC វាអាស្រ័យទៅលើកម្លាំងប៉ូលីសអន្តរជាតិ Interpol ដែលគេគិតថាសហការជាមួយនឹងប៉ូលីសយុត្តិធម៌របស់ប្រទេសនោះឬក៏ក្រុម CIA របស់អាមេរិកប្រើអត្តសញ្ញាណរបស់ប៉ូលីសអន្តរជាតិទៅនាំខ្លួនលោកពូទីនចេញពីប្រទេសនោះប៉ុន្តែអ្នកចាប់ខ្លួនលោកពូទីនជាសមត្ថកិច្ច Interpol និងនគរបាលយុត្តិធម៌នៃប្រទេសនោះអាចប្រឈមនឹងកម្លាំងសម្ងាត់របស់រុស្ស៊ីដែលទៅការពារលោកពូទីនតែយ៉ាងណាភាគតិចណាស់ដែលកម្លាំងសម្ងាត់របស់រុស្ស៊ីអាចរារាំងបានការនាំខ្លួនលោកពូទីនទៅ ICC ចំពោះទស្សនៈមួយទៀតដែលបង្ហាញអំពីទុតិយធម៌និយមគឺថាគ្មានប្រទេសណាអាចចាប់បញ្ជូនលោកពូទីនបាននោះទេទស្សនៈនេះសំអាងថាលោកពូទីនជាមេដឹកនាំប្រទេសមហាអំណាចដ៏ធំដែលមានកម្លាំងទ័ពយ៉ាងខ្លាំងហើយមានទាំងអាវុធនុយក្លេអ៊ែរអាចគំរាមកំហែងទៅលើប្រទេសដែលឃាត់ខ្លួននិងបញ្ជូនខ្លួនលោកពូទីនទៅ ICC ហើយប្រទេសនេះនឹងមិនអនុញ្ញាតឲ្យប៉ូលីសអន្តរជាតិឬក៏ប៉ូលីសរងមួយរបស់ខ្លួនផងដែរដែលពួកគេថានៅពេលដែលលោកពូទីនកាន់តែបាក់មុខបាក់មាត់នៅលើឆាកអន្តរជាតិដោយសារតែជាប់ពីរដ្ឋភាពនៃអក្រិតកម្មសង្គ្រាមយ៉ាងណាគេអាចដឹងថាតើទស្សនៈទាំង3នេះមួយណាអាចខ្លាចជាការពិតគឺវាអាស្រ័យទៅលើស្ថានភាពនិងពេលវេលាតែប៉ុណ្ណោះគិតត្រឹមថ្ងៃអង្គារនេះប្រទេសជាង40ហើយនៅលើពិភពលោកដែលគាំទ្រចំពោះដីកាចាប់ខ្លួនលោក Vladimir Putin ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីពីសំណាក់តុលាការព្រហ្មទណ្ឌអន្តរជាតិថ្មីបិទតែប្រទេសខ្លះមិនទាន់បង្ហាញនៅការគ្រប់គ្រងរបស់ខ្លួនចំពោះដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិក៏ដោយក៏មានប្រទេសកាន់តែកើនឡើងច្រើនគ្រប់គ្រងចំពោះចំណាត់ការរបស់តុលាការអន្តរជាតិលោកការីមខាន់រដ្ឋអាជ្ញារបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC
បានថ្លែងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃម្សិលមិញនៅទីក្រុងឡុងចក្រភពអង់គ្លេសដោយបានលើកឡើងថារហូតមកដល់ពេលនេះប្រទេសជាង40ប្រទេសហើយដែលបានបង្ហាញនៅការគាំទ្រចំពោះសាលដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ក្នុងការចាប់ខ្លួនលោកប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី Vladimir Putin ពីបទនាំក្មេងដោយខុសច្បាប់របស់ប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសរបស់ខ្លួនលោកការីមខាន់បានបញ្ជាក់ថាប្រទេសជាង40នេះក៏គាំទ្រផងដែរឲ្យមានការស៊ើបអង្កេតបន្ថែមទៅលើបទចោទប្រកាន់ប្រទេសរុស្ស៊ីពាក់ព័ន្ធទៅនឹងការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនដោយឡែកលោកស៊ីជីនពីងប្រធានាធិបតីរបស់ប្រទេសចិនក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីលោកស៊ីជីនពីងបានបញ្ជាក់ថាតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ហាក់ដូចជាលំអៀងទៅលើប្រទេសអ៊ុយក្រែនហើយលោកទាមទារឲ្យតុលាការអន្តរជាតិមួយនេះមានជំហរជាអាជ្ញាកណ្ដាលដោយតែខ្លួនប្រធ្វើកន្លងមកសូមរំលឹកជូនផងដែរថាតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនលោក Vladimir Putin ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្រចុងសប្តាហ៍មុនមួយថ្ងៃបន្ទាប់ពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញសាលដីកាចាប់ខ្លួនលោក Vladimir Putin ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីរូបនេះបានធ្វើដំណើរទស្សនកិច្ចគួរឲ្យភ្ញាក់ផ្អើលទៅកាន់តំបន់គ្រីមៀដែលត្រូវបានធ្វើប្រជាមតិផ្ដាច់ខ្លួនចេញពីអ៊ុយក្រែនចូលទៅរួមរស់ក្រោមដំបូលរបស់ប្រទេសរុស្ស៊ីកាលពីឆ្នាំ2014កន្លងទៅមិនតែប៉ុណ្ណោះលោក Vladimir Putin ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីក៏បានធ្វើដំណើរបន្តកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះទៅកាន់តំបន់ Mariupol ដែលនៅមានទីតាំងភូមិសាស្ត្រនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនជាទីដែលកងកម្លាំងយោធារបស់ប្រទេសរុស្ស៊ីវាយប្រហារដណ្ដើមយកពីអ៊ុយក្រែននិងដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួនកាលពីខែកញ្ញាឆ្នាំ2022កន្លងទៅដំណើរទស្សនកិច្ចរបស់លោក Vladimir Putin ទៅកាន់តំបន់សង្គ្រាម Mariupol នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនគឺធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅជុំវិញពិភពលោកដោយមតិជាច្រើនបានលើកឡើងថាដំណើរទស្សនកិច្ចរបស់លោក Vladimir Putin ទៅកាន់តំបន់គ្រីមៀនិងតំបន់ Mariupol នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែននោះគឺបង្ហាញថាលោក Vladimir Putin មិនអើពើនឹងសាលដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ចំពោះរូបលោកនោះទេហើយចំណុចមួយទៀតលោក Putin ក៏អាចបង្ហាញតាមរយៈដំណើរទស្សនកិច្ចនេះប្រាប់ពិភពលោកថាប្រទេសរុស្ស៊ីមិនស្ដាយក្រោយនោះទេក្នុងប្រតិបត្តិការសឹកពិសេសរបស់ខ្លួនចូលទៅក្នុងប្រទេសអ៊ុយក្រែនក្នុងរយៈពេលជាង1ឆ្នាំកន្លងមកនេះដែលអន្តរាគមន៍យោធារបស់ប្រទេសរុស្ស៊ីចូលទៅក្នុងប្រទេសអ៊ុយក្រែនត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃទី24ខែកុម្ភៈឆ្នាំ2022កន្លងទៅហើយដំណើរទស្សនកិច្ចនេះបង្ហាញថាសង្គ្រាមអាចនឹងអូសបន្លាយតទៅមុខទៀតយូរប៉ុណ្ណាក៏ដោយតែរុស្ស៊ីនឹងមិនរាថយក្នុងការវាយប្រហារទៅកាន់ប្រទេសអ៊ុយក្រែនក្នុងសង្គ្រាមនៅលើសមរភូមិភាគខាងត្បូងនិងភាគខាងកើតរបស់ប្រទេសអ៊ុយក្រែននោះទេរហូតមកដល់ពេលនេះជាក្តីសង្ឃឹមក្នុងការបញ្ចប់សង្គ្រាមនៅមិនទាន់មានទេហើយនៅវែងឆ្ងាយនៅឡើយប៉ុន្តែភាពចម្រូងចម្រាសបានកើតឡើងរវាងប្រទេសរុស្ស៊ីនិងស្ថាប័នអន្តរជាតិមានតុលាការព្រហ្មទណ្ឌអន្តរជាតិជាដើមមិនមែនមានបញ្ហាធ្ងន់ធ្ងរតែរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែននោះ